អូនចង់ប្រកបមុខរបររកស៊ីនៅឆ្នាំ2026នេះមិនដឹងប្រកបមុខរបរអ្វីសូមតាមដានទស្សនានៅវីដេអូរបស់ខ្ញុំនឹងបានជ្រាបអំពីមុខរបរទាំង5ដែលបងប្អូននឹងអាចប្រកបមុខរបរជួញដូររកស៊ីរបស់បងប្អូននៅក្នុងឆ្នាំ2026នេះបាន បាទសូមជម្រាបសួរដល់បងប្អូនចាស់ជីវកម្មទាំងអស់ជាទីគោរពនិងស្រឡាញ់បងប្អូនសិស្សនិស្សិតទាំងអស់ជាទីរាប់អានហើយជាពិសេសគឺបងប្អូនដែលបាន Subscribe Channel របស់ខ្ញុំជាទីនឹករលឹកបាទថ្ងៃនេះគឺខ្ញុំមានវីដេអូមួយចង់ចែករំលែកដល់បងប្អូនពាក់ព័ន្ធទៅនឹងមុខរបរអាជីវកម្មអ្វីដែលយើងត្រូវកបមុខរបរធ្វើអាជីវកម្មនៅក្នុងឆ្នាំ2026នេះរបស់យើងបាទបាទនៅក្នុងឆ្នាំថ្មីហើយជាឆ្នាំដែលបងប្អូនទាំងអស់បានកំពុងតែឃើញថាមានការទូកក្រៅនៅក្នុងទីផ្សាររបស់យើងនេះគឺតាក់ទងទៅនឹងបច្ចេកវិទ្យាការលក់អនឡាញនេះបាទគង់តែពុះបញ្ជ្រុលផលផុសនៅក្នុងការធ្វើអាជីវកម្មយ៉ាងទេសម្រាប់បងប្អូនដែលចង់ប្រកបមុខរបររកស៊ីបាទហើយក៏សម្រាប់បងប្អូនសិស្សនិស្សិតអាចនឹងឆ្លៀតប្រកបនៅមុខរបរមួយចំនួនដែលបងប្អូនអាចធ្វើការប្រកបមុខរបរស៊ីបានដែរដើម្បីបង្កើនចំណូលសម្រាប់ការសិក្សារបស់បងប្អូនដែរបាទអញ្ចឹងនៅក្នុងនេះយើងត្រួសនៅក្នុងមុខរបរដែលយើងអាចប្រកបជីវកម្មដើម្បីបង្កើនចំណូលបន្ថែមដែលខ្ញុំសង្ខេបត្រួសគឺយើងមាន5បាទទី1គឺការលក់អនឡាញដែលយើងកំពុងតែទូការចាប់អារម្មណ៍នេះទី2តកតងទៅនឹងមុខរបរជាអាហារហើយនឹងភេសជ្ជៈបាទទី3គឺយើងអាចបង្កើតជាមាតិកាឬក៏ជា content ដើម្បីធ្វើតាមរយៈ social media បាទដើម្បីបង្កើនចំណូលតាមរយៈនោះដែរបាទទី4គឺតកតងទៅនឹងសេវាកម្មជំនាញដែលបងប្អូនមានជំនាញបាទមានជំនាញហើយយកជំនាញហ្នឹងទៅរកចំណូលបាទទៅរកចំណូលមួយទៀតគឺតកតងទៅនឹងកសិកម្មខ្នាតតូចដែលបងប្អូនអាចធ្វើវាបាននៅផ្ទះហើយអាចបង្កើតចំណូលបានផងដែរនេះគឺយើងអាចថាជាមុខរបរដែលនៅខាងក្រៅផ្ទះរបស់យើងបាទអញ្ចឹងនៅក្នុងនេះដែរមុខរបរទី1គឺមុខរបរលក់តាមអនឡាញបាទអញ្ចឹងគឺជាមុខរបរមួយដែលតែពេញនិយមបាទដែលបងប្អូនភាគច្រើនលើសលប់កំពុងតែចាប់អារម្មណ៍បាទអញ្ចឹងយើងអាចមានមុខរបរអាជីវកម្មក៏ដោយឬក៏យើងមិនមានមុខរបរអាជីវកម្មណាមួយពិតប្រាកដក៏ដោយឬក៏យើងថ្មីហ្នឹងគឺយើងអាចប្រើប្រាស់នៅការលក់អនឡាញនេះបាទតាមរយៈការលក់តាម Facebook Page តាម TikTok បាទតាមgroup Telegram ដែលជាមុខរបរកំពុងពេញនិយមសម្រាប់ឆ្នាំ2025របស់យើងនេះដែរបាទអញ្ចឹងមុខរបរអីខ្លះដែលយើងអាចលក់តាមអនឡាញបានបងប្អូនហើយបងប្អូនអាចរកនៅទំនិញបាទមុខទំនិញដើម្បីយកមកផុសលក់នៅក្នុងអនឡាញនេះបាទឬក៏ live លក់នៅក្នុងអនឡាញនេះអញ្ចឹងមុខរបរដែលបងប្អូនអាចធ្វើបានមានដូចជាសម្លៀកបំពាក់បាទហើយគ្រឿងសម្អាងបាទលក់គ្រឿងសម្អាងផលិតផលថែរក្សាសុខភាពឬក៏ជាទំនិញដែលយើងអាចកំងពីប្រទេសផ្សេងបាទជាពិសេសគឺដូចជាប្រទេសចិនដែលបងប្អូនអាចកំងហើយលក់នៅលើ page របស់បងប្អូនបានអញ្ចឹងមុខរបរតាមរយៈអនឡាញនេះគឺបងប្អូនអាចប្រើដើមទុនតិចបាទយើងមានដើមទុនតិចតួចយើងទៅទិញឬក៏កំងទំនិញបាទហើយបង្ហោះឬក៏យើងអាចយកកាតាឡុករូបភាពដើម្បីយកមកបង្ហោះឬក៏ live នៅទំនិញមួយចំនួនគ្រប់ពណ៌គ្រប់ម៉ូដទៅដើម្បី live បាទហើយនៅពេលដែលមានការ order មានការវិជាទិញគឺបងប្អូនអាចទៅរកទំនិញដើម្បីវិខ្ចប់ជូនភ្ញៀវរបស់យើងបានអតិថិជនរបស់យើងបានបាទទី2គឺតាក់ទងជាមួយនឹងមុខរបរដែលជាអាហារហើយនឹងភេសជ្ជៈតូចដូចជាកាហ្វេបាទការធ្វើជាអាហារវិខ្ចប់
ចប់អីនេះបាទដូចយើងឃើញហើយឥឡូវបច្ចុប្បន្នគឺព្រលឹមឡើងបាទអញ្ចឹងហៅថាអាហារពេលព្រឹកនោះគឺយើងមានជាបាយអប់បាយកញ្ចប់បាទមកអប់មកកញ្ចប់មានកាហ្វេមាននំមានបាយអីនេះគឺទៅតែជាមុខរបរដែលយើងអាចរកចំណូលបានសម្រាប់បងប្អូនព្រលឹមឡើងគាត់ខ្ជិលធ្វើបាទហើយអាចទៅទិញឬក៏ខ្ចប់សម្រាប់អាហារពេលព្រឹកក្តីឬក៏អាហារពេលថ្ងៃក្តីសម្រាប់ពួកគាត់បាទនៅពេលដែលគាត់ចេញទៅបំពេញការងារបាទហើយក្នុងនោះដែរប្រភេទនៃការលក់នៅមុខរបរទាំងអស់នេះបងប្អូនមិនចាំបាច់ថាត្រូវតែមានទីតាំងអីច្បាស់លាស់បងប្អូនអាចប្រើជារទេះចល័តបាទឬក៏អាចកំងខ្ចប់អីជាដើមបាទនេះគឺជាមុខរបរទី2ដែលបងប្អូនត្រូវពិចារណានៅក្នុងការបង្កើតរៀបចំបាទហើយទី3គឺការបង្កើតជាមាតិកាចឹងទេនៅក្នុងនេះបងប្អូនអាចបង្កើតជាមាតិកាដើម្បីយើងធ្វើយ៉ាងណាឲ្យ Facebook page បាទឬក៏ YouTube បាទឬក៏ TikTok Telegram ផ្សេងៗដែលជា social media ទាំងអស់នោះដែលបងប្អូនអាចបង្កើតជាមាតិកានៅក្នុងបណ្ដាញទាំងអស់ទៅយើងអាចនឹងមានការចូលមើលឬក៏ view live ច្រើនបងប្អូនអាចបង្កើតនៅមុខរបរតាមរយៈបងប្អូនដែលបាន view live page channel របស់យើងបាទនេះគឺជាអ្វីដែលយើងអាចនឹងធ្វើការរៀបចំហើយផលិតដើម្បីឲ្យមានការទទួលស្គាល់នៅ page channel របស់យើងឲ្យបានច្រើនយើងអាចនឹងចាប់ផ្ដើមអាជីវកម្មចេញពីការគ្រប់គ្រងពីបងប្អូនទាំងអស់នោះដែរបាទទី4បងប្អូនដែលមានជំនាញបាទតាក់ទងទៅនឹងសេវាកម្មជំនាញបងប្អូនអាចមានជំនាញដូចជាកាត់តវីដេអូបាទជំនាញ graphic design ជំនាញជួសជុលម៉ូតូជួសជុលទូរស័ព្ទបាទសេវាកម្មអីផ្សេងទៀតដែលជាជំនាញរបស់យើងគឺយើងមិនចាំបាច់មានហាងធំក៏បានគឺយើងអាចធ្វើការបាទយើងអាចធ្វើការផ្ដល់នៅសេវាកម្មជូនបងប្អូនទូទៅប្រជាជនទូទៅដែលគាត់មានតម្រូវការឬក៏តាមរយៈក្រុមហ៊ុនអង្គការសហគ្រាសផ្សេងដែលគាត់ត្រូវការជំនាញទាំងអស់ហ្នឹងអញ្ចឹងយើងលក់សេវាកម្មយើងលក់ជំនាញរបស់យើងបាទដើម្បីទៅរកលុយដើម្បីរកចំណូលអំពីបងប្អូនចាស់ជីវកម្មទាំងអស់នោះដែរអញ្ចឹងគឺយើងលក់ជំនាញរបស់យើងបាទដោយសប្តាហ៍ថ្ងៃបងប្អូនធ្វើការអីគេអានឹងគេថាលក់ជំនាញហើយបាទយើងលក់ជំនាញបាទទី5គឺកសិកម្មខ្នាតតូចដែលភាគច្រើនបងប្អូននៅតាមបណ្ដាជាក្រុងឬក៏នៅតាមខេត្តបងប្អូនមានដីទំនេរច្រើនបាទមានកន្លែងមានប្រភពទឹកប្រភពអីផ្សេងធនធានអីផ្សេងដើម្បីប្រកបនៅមុខរបរដាំដុះបាទដូចជាដំណាំបន្លែសុវត្ថិភាពបាទដំណាំបន្លែសុវត្ថិភាពនេះគឺសម្រាប់បងប្អូនបច្ចុប្បន្ននេះគឺពេញនិយមចូលចិត្តណាស់បាទបន្លែដែលអត់គីមីបាទហើយដូចជាការចិញ្ចឹមមាន់ទាជាដើមបាទដែលយើងចិញ្ចឹមដោយបច្ចេកទេសចិញ្ចឹមដោយគេហៅថាមិនប្រើគីមីបាទមិនប្រើចំណីគីមីដើម្បីចិញ្ចឹមបាទអញ្ចឹងបងប្អូនអាចបង្កើតនៅមុខរបរទាំងអស់នេះបាទដើម្បីរកចំណូលបាទបន្ថែមក្រៅពីដូចបងប្អូនក្រៅពីសិក្សាគឺអាចបង្កើតនៅចំណូលទាំងអស់នេះដើម្បីបង្កើនចំណូលរបស់បងប្អូនហើយបងប្អូនដែលមានគំនិតថាចង់ទំនេរហើយមិនដឹងទៅរកអីគឺអាចយកគំនិតអាជីវកម្មទាំងអស់នេះទៅដើម្បីធ្វើការពិចារណាមើលបាទតើយើងអាចធ្វើអីបានយើងមានអីដើម្បីបង្កើតវាហើយធ្វើដើម្បីរកចំណូលបាទអញ្ចឹងទេវីដេអូរបស់ខ្ញុំនៅក្នុងវីដេអូនេះគឺខ្ញុំមានមុខរបរ5ដែលបងប្អូនអាចយកទៅពិចារណាបាទហើយបងប្អូនដែលមិនទាន់បាន Subscribe Channel របស់ខ្ញុំសូមជួយ Subscribe Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតដែរបាទអញ្ចឹងខ្ញុំសូមអរគុណបាទសូមជម្រាបលា